លោកហ្វូអ្នកត្រូវតែជ្រើសរើសប្រពន្ធវាជាកត្តាចាំបាច់នោះគឺជាអ្វីដែលលោកជំទាវបាននិយាយប្រសិនបើអ្នកមិនចូលចិត្តកញ្ញាសេនអ្នកអាចជ្រើសរើសអ្នកផ្សេងបានប៉ុន្តែអ្នកត្រូវជ្រើសរើសមួយប្រសិនបើអ្នកមិនធ្វើទេនាងនឹងជ្រើសរើសសម្រាប់អ្នកបងប្រុសខ្ញុំនឹងរកបាន1 លាននឹងព្យាបាលជំងឺរបស់អ្នកលេងសៅខ្ញុំស្គាល់ផ្ទះរបស់អ្នកបងបើអ្នកមិនបងប្រាក់ឲ្យខ្ញុំទេខ្ញុំនឹងបំផ្លាញចំហរបស់អ្នកតើអ្នកអាចលុបលាមកអាក្រក់នោះបានប៉ុន្មានរឹងរូសណាស់មុខស្អាតបែបនេះខ្ជះខ្ជាយពងវែងអ្នកស្រឡាញ់មិនដឹងគុណថ្ងៃនេះអ្នកនឹងមកជាមួយខ្ញុំចូលចិត្តវាអត់អ្នកគ្មានជំរឿទេតើអ្នកកំពុងធ្វើអ្វីទេសូមកុំចេញពីខ្ញុំឈប់តើនេះជាការយល់ច្រឡំឬហេតុអ្វីបានជាហ្វូសេញៀនលីនសាវលោកហ្វូសម្រាប់ចិត្តហើយឬនៅខ្ញុំមានហ្វូសេញៀនតើសម្លៀកបំពាក់របស់ខ្ញុំនៅឯណាកខ្វក់ពេកអ្នកបានបោះពួកគេទៅឆ្ងាយអរគុណសម្រាប់ថ្ងៃនេះតើអ្នកកំពុងធ្វើអ្វីបុរសនិងស្ត្រីនៅតែម្នាក់ឯងតើអ្នកគិតថាខ្ញុំចង់បានអ្វីហើយអ្នកនាងលីនបានទទួលលុយហើយឬនៅសុំទោសសូមទុកពេលឲ្យខ្ញុំបន្ថែម1 សប្តាហ៍ 2 ថ្ងៃខ្ញុំនឹងផ្ទេរប្រាក់ក្នុងរយៈពេល 2 ថ្ងៃជំងឺរបស់បងប្អូនមិនអាចរងចាំបានទេគាត់អាចស្លាប់កញ្ញាលីនីថ្ងៃស្អែកជាថ្ងៃផុតកំណត់ចុងក្រោយខ្ញុំដឹងប៉ុន្តែខ្ញុំសួស្ដីហ្វូស៊ីនៀនឥឡូវនេះអ្នកមានទេដូច្នេះតើអ្នកមានបែបណាដូច្នេះអ្នកអាចធ្វើអ្វីបានខ្ញុំមានន័យថាខ្ញុំមិនមែនជាអ្នកមានទេតើអ្នកអាចឲ្យខ្ញុំប៉ុន្មានអាស្រ័យតើអ្នកនឹងផ្ដល់ឲ្យប៉ុន្មានអាស្រ័យតើអ្នកអាចផ្ដល់ឲ្យបានប៉ុន្មានលីនសូហ្វូតើអ្នកប្រាកដទេខ្ញុំពិតជាត្រូវការលុយនោះបើប្រៀបធៀបនឹងបុរសនោះខ្ញុំចង់ធ្វើជាអ្នកហ្វូស៊ីនៀនយើងទាំងពីរទទួលបានអ្វីដែលយើងចង់បានហើយនេះជាលើកដំបូងរបស់ខ្ញុំអ្នកបាននាំខ្ញុំមកទីនេះនៅថ្ងៃនេះតើនេះមិនមែនជាអ្វីដែលអ្នកចង់បានទេតើអ្នកឃើញខ្ញុំយ៉ាងនោះឬកុំភ្លេចវាតើអ្នកចាប់ផ្ដើមតូបនៅតាមផ្លូវរបស់អ្នកនៅពេលណាខ្ញុំចាំថាគ្រួសាររបស់អ្នកសុខសប្បាយជាទេហើយការអប់រំរបស់អ្នកមិនអាក្រក់ទេបើមិនចង់បានទេកុំខ្វល់ហើយចាំតើអ្នកត្រូវការប៉ុន្មានខ្ញុំនឹងឲ្យវាទៅអ្នកមិនចាំបាច់ធ្វើបែបនេះទេខ្ញុំមាន500,000នៅក្នុងកាតនេះគ្រប់គ្រាន់ទេប៉ុន្តែហ្វូសេញៀនខ្ញុំមិនអាចសងអ្នកវិញភ្លាមទេខ្ញុំមិនមានគម្រោងឲ្យអ្នកយកវាមកវិញទេគ្មានសម្ពាធយកវាហ្វូស៊ីនីសូមអរគុណខ្ញុំមានសម្លៀកបំពាក់សម្រាប់អ្នកទៅផ្លាស់ប្ដូរអ្នកតែងតែអរគុណខ្ញុំសុំទោសហ្វូស៊ីនី
ខ្ញុំនឹងព្យាយាមសងអ្នកវិញក្នុងពេលឆាប់នេះចូលព្រមលេងចោលដាវឈប់សុបិន8ឆ្នាំហើយដល់ពេលភ្ញាក់ហើយសូមបញ្ចប់រឿងនេះលេងចោលដាវតើមានអ្វីខុសហេតើនាងមិនបានឃើញទេខ្ញុំមិនដឹងទេខ្ញុំសុំទោសថ្ងៃនេះភ្លៀងខ្លាំងតើអ្នកភ្លេចឆាតរបស់អ្នកម្ដងទៀតទេអ្នកស្ទើរតែគ្មានលុយនៅសល់ត្រូវការខ្ញុំតើអ្នកចង់មើលច្រើនទៀតទេទេរ៉ូរ៉ូខ្ញុំមានគ្រប់គ្រាន់ឡាញ់ជូជូសំបីតែមើលកញ្ចក់តើអ្នកបានឃើញមុខរបស់អ្នកថ្មីនេះទេអ្នកមើលទៅគួរឲ្យភ័យខ្លាចអ្នកអាចនៅក្នុងខ្សែភាពយន្តភ័យរន្ធត់ដោយមិនចាំបាច់តុបតែងមុខអ្នកធ្វើការពេញមួយថ្ងៃអ្នកអាចរៀបចំតូបនៅពេលយប់អ្នកស្ទើរតែគេងមិនលក់អ្នកគួរតែញ៉ាំកាន់តែប្រសើរបងប្រុសរបស់អ្នកសំខាន់ប៉ុន្តែអ្នកមិនអាចស្លៀកពាក់ខ្លួនឯងបែបនេះបានទេខួរក្បាលកុំបារម្ភពេលវេលាដ៏លំបាកបំផុតគាត់ចប់ហើយចាប់ពីពេលនេះទៅវានឹងមិនពិបាកជាងពេលមុនទេលីនីតើខ្ញុំអាចនិយាយជាមួយអ្នកតែម្នាក់ឯងបានទេពេលចុងក្រោយដែលអ្នកបានចាក់ចេញអ្វីមួយនៅកន្លែងរបស់ខ្ញុំរឿងអ្វីនាងបាននិយាយវាជារបស់ផ្ទាល់ខ្លួនរបស់ក្មេងស្រីមិនត្រឹមត្រូវសម្រាប់អ្នកដទៃដោះស្រាយជប់និយាយអំពីវាខ្ញុំបានទទួលវាសូមអរគុណចុះអ្នកឲ្យ WeChat មកខ្ញុំវិញហេតុអ្វីខ្ញុំជាម្ចាស់បំណុលរបស់អ្នកកំពុងគិតចង់រំលងបើយើងមិនថែមគ្នាទៅវិញទៅមកខ្ញុំអាចរក្សាប្រាក់របស់ខ្ញុំដោយសម្បត្តិច្រើនពេកទេមិនមែនតតែសោះជាយុទ្ធធម៌ការប្រមូលប្រាក់ WeChat តើអ្នកកំពុងធ្វើអ្វីអ្នកបានបាត់សម្លៀកបំពាក់របស់អ្នកកាលពីលើកមុននេះគឺជាសំណងតើអ្នកអាចឈប់យកវាបានទេផងដែរហេតុអ្វីគ្រាន់តែជាសម្លៀកបំពាក់បន្តិចបន្តួចដែលខ្ញុំបានពួកគេជាមូលដ្ឋានគ្មានតម្លៃមិនមានតម្លៃទេខ្ញុំគិតថាពួកគេលាហើយតាមពិតខ្ញុំហ្វូស៊ីនៀនខ្ញុំមិនអាចយកលុយនេះបានទេផងដែរប្រហែល500,000ខ្ញុំចង់បង់រំលោះអ្នកវិញកុំបារម្ភខ្ញុំនឹងទេប្រាក់ឲ្យអ្នករាល់ខែវាធ្វើឲ្យខ្ញុំមើលទៅដូចជាអ្នកប្រមូលបំណុលខ្ញុំបានកក់ភោជនីយដ្ឋានតោះញ៉ាំអាហារពេលល្ងាចកុំភ្លេចវាអ្វីតើអ្នកមានគម្រោងផ្សេងទៀតទេជាមួយមិត្តរបស់អ្នកហ្វូស៊ីនៀនតើអ្នកចង់ឲ្យខ្ញុំញ៉ាំអាហារពេលល្ងាចទេប្រាកដប៉ុន្តែស្ដាប់និយាយតាមត្រង់ខ្ញុំគ្មានលុយសងការអនុគ្រោះទេត្រឡប់ទៅសាលាវិញយើងទាំងអស់គ្នាហាក់ដូចជាដូចគ្នាប៉ុន្តែបន្ទាប់ពីបញ្ចប់ការសិក្សាខ្ញុំបានដឹងមនុស្សគ្រាន់តែខុសគ្នាអ្នកប្រធានហ្វៅអាចលាជាមួយនរណាម្នាក់ប៉ុន្តែខ្ញុំលីនីឆាវមិនអាចទទួលយករឿងបែបនេះដោយគ្មានកំហុសបានទេហ្វូស៊ីនៀនមនុស្សអាចគ្រាន់តែជាមិត្តនឹងអ្នកដែលនៅកម្រិតរបស់ពួកគេប៉ុណ្ណោះមានតែភាពស្មើគ្នាទេដែលអាចជាមិត្តវាដូចជាបោព្រះនាងមានតែព្រះនាងទេដែលត្រូវអញ្ជើញខ្ញុំមិនមានទេពអប្សរទេខ្ញុំតែងតែជាមនុស្សសាមញ្ញលោកហ្វូយើងមិនមានអ្វីផ្សេងទៀតទេខ្ញុំនឹងទៅឥឡូវនេះមិនអីទេជាដំបូងខ្ញុំចង់អរគុណគ្រូបង្វឹកក្រុមរបស់យើងនិងមិត្តរួមក្រុមរបស់ខ្ញុំដូចគ្នានេះផងដែរអ្នករាល់គ្នាដែលបានគាំទ្រយើងការឈ្នះការជែកដេញដល់នេះគឺគ្រាន់តែជាការចាប់ផ្ដើមសម្រាប់ពួកយើងខ្ញុំជឿថាយើងនឹងឃើញឈ្នះធំជាងនេះទៅទៀតចាំមើលថ្ងៃស្អែកនិងថ្ងៃអនាគតតើមានអ្វីកើតឡើងពិតប្រាកដតើអ្នកបញ្ចប់ដោយរបៀបណារៅថ្ងៃនេះអ្នកនៅតែលក់មែនទេបាទនៅតែត្រូវរៀបចំស្តង់របស់ខ្ញុំបាទយ៉ាវបាទតើអ្នកចាំហ្វីសេញទេខ្ញុំស្ទើរតែចង់ចាំមានរឿងអីអ្នកក៏មិនចាំគាត់ដែរគាត់ជារឿងធំការនៅវិទ្យាល័យគាត់បានកាន់កាប់ Fashion Group កាលពី2ឆ្នាំមុនឥឡូវនេះគាត់គឺជាអ្នកបាញ់កាំភ្លើងក្តៅថ្មីនេះគាត់បានឮថា Fashion និងក្រុមហ៊ុនរបស់យើងកំពុងពិភាក្សាអំពីកិច្ចព្រមព្រៀងដ៏សំខាន់មួយគាត់ប្រហែលជាបង្ហាញខ្លួននៅពេលនោះ
ខ្ញុំឆ្ងល់ថាតើគាត់ល្អដូចទូរទស្សន៍ដែរឬទេរ៉ាវយ៉ាមែនទេពាក្យចាំអារ៉ាមមាន vision យ៉ាងនៃក្រុមហ៊ុនរបស់យើងគឺជាគូដណ្ដឹងរបស់គាត់តើមានអ្វីខុស error 500 server error 1500 that's an error there was an error please try again later that's all we know ស៊ីណានហេតុអ្វីបានជាគាត់នៅទីនេះស៊ីណានហេតុអ្វីបានជាអ្នកនៅទីនេះមកយកខ្ញុំលេងចៅអ្នកជួរនេះបានចាប់ដើមចេញពីកន្លែងណាទៅតោះសម្អាតហេអត់មានលក់តាមដងផ្លូវទេលោកយើងធ្វើការនៅទីនេះយើងបានអនុវត្តចំពោះសន្តិសុខពីមុនពួកគេបានអនុញ្ញាតឲ្យយើងគ្រាន់តែពីមានការជួលដំណឹងថ្មីមួយមិនមានលក់នៅតាមផ្លូវក្រោមទៀតទេខ្ចប់ហើយចាក់ចេញឥឡូវនេះវាល្អពីមុនហេតុអ្វីបានជាឈប់ភ្លាមបាទពួកគេនិយាយថាវាប៉ះពាល់ដល់មុខមាត់ក្រុមហ៊ុនបើគេឆ្លើយថាទេវាអត់ទេមិនមានការដំឡើងនៅទីនេះទៀតប្រញាប់ទៅតើយើងធ្វើអ្វីឥឡូវនេះហេយូបាទខ្ញុំទៅតែចងចាំគ្រូបង្រៀននៅមហាវិទ្យាល័យរបស់តែស្វែងរកគ្រូភាសាអង់គ្លេសសម្រាប់កូនប្រុសរបស់គាត់ប្រាក់ខែមិនអីទេតើអ្នកចង់សាក់លបងទេប្រាកដខ្ញុំនឹងផ្ញើអាសយដ្ឋានទៅអ្នកវាស្ថិតនៅក្នុងតំបន់ដាច់ស្រយាលប្រយ័ត្នអត់យល់ហើយ error 500 server error 1500 that's an error there was an error please try again later that's all we know លោក Line អរគុណសម្រាប់មេរៀនថ្ងៃនេះថ្លៃសិក្សារបស់អ្នកនឹងត្រូវបង់ប្រចាំខែការណែនាំការងាររបស់រ៉ូគឺអស្ចារ្យណាស់លុយច្រើនណាស់បន្ទាប់ពីបង់ Vision ប្រចាំខែខ្ញុំនឹងនៅសល់ច្រើនហេតុអ្វីបានជាអ្នកនៅទីនេះតើអ្នកដឹងថាខ្ញុំនៅទីនេះដោយរបៀបណាមាននរណាម្នាក់ប្រាប់ខ្ញុំពិតណាស់ដែលមិននឹកស្មានដល់ប្អូនស្រីតូចអាចធ្វើបាបមនុស្សមាននរណាម្នាក់បានបង់ប្រាក់ឲ្យខ្ញុំដើម្បីបង្រៀនអ្នកនៅមេរៀនមួយហាកន្លែងល្អនៅទីនេះគ្មានអ្នកណាចូលជ្រៀតជ្រែកឡើយតើខ្ញុំធ្វើបាបអ្នកណាឈប់ខ្លែងបន្លំអ្នកបានលបួងគូដណ្ដឹងរបស់នរណាម្នាក់អ្នកពិតជាមិនដឹងមែនទេគ្មានឆ្ងល់ទេដែលអ្នកមិនអើពើខ្ញុំអ្នកចង់នៅជាប់នឹងហ្វូសៀនចៅវាយធ្វើវាឥឡូវនេះប្រញាប់ឡើងយើងនឹងបង្កើតធៀបកនៅថ្ងៃនេះទទួលបានសកម្មភាពមួយចំនួនទទួលបានប្រាក់ខែផងដែរទៅជួយអនុញ្ញាតឲ្យខ្ញុំទៅអនុញ្ញាតឲ្យទៅហ្វូសៀនជួយខ្ញុំហ្វូសៀនជួយខ្ញុំជួយអនុញ្ញាតឲ្យនាងទៅជួយឈប់លៀនសូកញ្ញាឈិនយើងបរាជ័យអ្វីអ្នកល្ងងឥតប្រយោជន៍សំបីតែមិនអាចធ្វើអ្វីមួយដ៏សាមញ្ញនេះកញ្ញាឈិនលោកហ្វឺមិនអាចទទួលយកការហៅទូរស័ព្ទរបស់អ្នកឥឡូវនេះបានទេព្យាយាមវាខ្ញុំ Line សៅស៊ូតើអ្នកគិតថាអ្នកជានរណាតាំងពីតូចមកខ្ញុំមិនដែលបរាជ័យក្នុងការទទួលបានអ្វីដែលខ្ញុំចង់បានសម្រាប់ឲ្យបានល្អវាមិនមានអ្វីធ្ងន់ធ្ងរទេគ្មានអ្វីធ្ងន់ធ្ងរទេហេតុអ្វីបានជានាងមិនទាន់ភ្ញាក់អស់កម្លាំងយូរនឹងកង្វះអាហារូបត្ថម្ភភាពតានតឹងខាងកាយច្រើនពេករាងកាយចូលទៅក្នុងរបៀបការពារខ្លួនឯងការមិនភ្ញាក់ពីរំលែកគឺជារឿងធម្មតាមិនប្រាកដថាអ្នកជាមិត្តប្រុសបែបណាឥឡូវនេះអ្នករួយបារម្ភអត់មានទេលាហើយអ្នកភ្ញាក់ហើយមិនអីទេការលាបញ្ចូលគ្នាការលាបញ្ចូលគ្នាមាននរណាម្នាក់ព្យាយាមធ្វើបាបខ្ញុំពួកគេចេញទៅទទួលខ្ញុំកុំភ័យខ្លាចខ្ញុំបានដេញចោលទាំងនោះចេញទេមាននរណាម្នាក់នៅពីក្រោយពួកគេមាននរណាម្នាក់បានប្រាប់ពួកគេពីអ្វីដែលត្រូវធ្វើពួកគេកំពុងត្រូវបានគ្រប់គ្រងពួកគេកំពុងត្រូវបាននិយាយបន្ទាប់ពីអ្នកសម្រាប់បានទេហេតុអ្វីបានជាអ្នកមិនអនុញ្ញាតឲ្យខ្ញុំបញ្ចប់តើអ្នកចង់មានន័យដូចម្ដេចការលាបញ្ចូលគ្នាមាននរណាម្នាក់បានបង់ប្រាក់ឲ្យខ្ញុំដើម្បីបង្រៀនអ្នកនៅមេរៀនមួយតើអ្នកមិនចង់ឲ្យខ្ញុំនិយាយទេឬមួយអ្នកខ្លាចតែឬតើវាមានន័យយ៉ាងណាកុំភ្លេចវាមិនមានអ្វីត្រូវនិយាយទៀតទេភ្លេចអ្វីចាប់តាំងពីអ្នកយកវាឡើងសូមស្ដោះវាចេញស្ដោះទឹកមាត់ចេញអ្វី
ច្បាស់អត់អ្នកមិនដឹងថាមានអ្វីកើតឡើងទេហើយអ្វីបានជាអ្នកនៅទីនោះតើអ្នកមិនដឹងថាមានអ្វីកើតឡើងទេហើយអ្វីបានជាខ្ញុំនៅទីនោះខ្ញុំគួរតែសួរអ្នកដូចគ្នាហើយអ្វីបានជាអ្នកទៅព្រៃតែម្នាក់ឯងហើយអ្វីបានជាអ្នកទៅទីនោះហើយអ្វីបានជាខ្ញុំទៅទីនោះ